សូមជូនរឿងក្មេងស្រីកំព្រាជីវិតសែនកំសត់នៅវេលាព្រឹកព្រលឹមមិនាក៏បានក្រោកឡើងពីគ្រែដែលធ្វើពីកន្ទេលចាស់ដ៏រហែកមួយនាងបានទៅលុបមុខដោយទឹកដងពីអណ្ដូងក្នុងភូមិរួចក៏ក្រឡេកមើលខ្លួនឯងនៅក្នុងកញ្ចក់តូចដែលបាយស្រាមមួយភ្នែកស្រស់បោះរបស់នាងមានស្នាមក្រហមពេញដោយការយំសោកពីព្រោះអ្វីដែលបានកើតឡើងកាលពីម្សិលមិញនោះព្រោះម្ដាយនាងបានចាក់លោកទៅហើយដោយសារតែជំងឺរ៉ាំរ៉ៃដែលមិនអាចព្យាបាលបានឥឡូវនេះមិនាត្រូវនៅតែឯងនៅក្នុងខ្ទមតូចដ៏ចាស់នេះចំណែកឯឪពុករបស់នាងគាត់ក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពី3ឆ្នាំមុនចំណែកឯរូបនាងក៏គ្មានបងប្អូនបង្កើតឬគ្មានញាតិសន្តានណាដែលនៅជិតនោះទេហើយនាងក៏និយាយខ្សឹបទៅកាន់ខ្លួនឯងថាខ្ញុំមិនត្រូវយំនោះទេម៉ាក់គឺមិនចង់ឃើញខ្ញុំធ្វើបែបនេះនោះទេហើយខ្ញុំគឺត្រូវតែខ្លាំងត្រូវតែរឹងមាំមិនាដែលមានអាយុ12ឆ្នាំប៉ុន្តែនាងចាស់ទុំលើអាយុរបស់នាងរៀនថ្នាក់ទី6នៅសាលាបឋមសិក្សាក្នុងភូមិហើយគ្រូក៏តែងតែសរសើរនាងពីភាពឆ្លាតវៃនិងការខំប្រឹងប្រែងរៀនសូត្រដោយសារស្ថានភាពលំបាកនៅផ្នែកសេដ្ឋកិច្ចម្ដាយរបស់នាងតែងតែប្រឹងណែនាំឲ្យនាងយកចិត្តទុកដាក់ទៅលើការសិក្សាដើម្បីឲ្យថ្ងៃក្រោយមានជីវភាពប្រសើរជាងនាងបន្ទាប់ពីរៀបចំខ្លួនរួចមិនាក៏ប្រមូលសម្ភារៈសិក្សាហើយក៏បានដើរចេញពីផ្ទះនាងដឹងថាថ្ងៃនេះត្រូវនិយាយជាមួយលោកគ្រូនាយកសាលាអំពីស្ថានភាពរបស់នាងនៅតាមផ្លូវទៅសាលានោះមានក្មេងៗជាច្រើនដើរសម្លឹងមើលនាងដោយការអាណិតខ្លះឯខ្លះទៀតក៏ខ្សឹបខ្សៀវគ្នាហើយរឿងនេះធ្វើឲ្យនាងមិនសុខចិត្តប៉ុន្តែនាងក៏ព្យាយាមបំភ្លេចវាចោលនៅឯសាលារៀនលោកគ្រូសវណ្ណដែលជានាយកសាលាលោកក៏បានហៅនាងទៅកាន់ការិយាល័យរបស់គាត់មិនាក៏បាននិយាយទាំងក្តីអាណិតចំណែកឯគ្រូក៏បានដឹងថាស្ថានភាពរបស់កូននេះគឺពិបាកណាស់នៅពេលនេះប៉ុន្តែគ្រូសូមធានាថាសាលារៀនយើងនឹងជួយប្អូនឲ្យបន្តការសិក្សាយើងនឹងលើកលែងថ្លៃការសិក្សាឲ្យប្អូនហើយក៏នឹងរកជំនួយបន្ថែមផងដែរឯមិនាក៏មានអារម្មណ៍កក់ក្ដៅនៅក្នុងចិត្តបន្តិចក៏ប៉ុន្តែនាងនៅតែព្រួយបារម្ភអំពីការរស់នៅប្រចាំថ្ងៃតើនាងនឹងរកអាហារពីណាបានតើនរណានឹងមើលថែនាងបន្ទាប់ពីសាលាបញ្ចប់មិនាក៏ត្រឡប់ទៅផ្ទះវិញរីឯមេឃក៏យប់ងងឹតទាំងស្ងាត់ដែលធ្វើឲ្យនាងភ័យខ្លាចនៅពេលដែលនាងមកដល់ផ្ទះនាងក៏បានឃើញម៉ូតូមួយដែលកំពុងចតនៅមុខផ្ទះរបស់នាងពេលនោះនាងក៏ភ្ញាក់ផ្អើលណាស់ដោយដឹងថាមនុស្សចម្លែកកំពុងរង់ចាំនាងនោះឯងពេលនោះមានស្ត្រីម្នាក់ក៏បានក្រោកឈរឡើងហើយនាងស្លៀកពាក់សាមញ្ញតែមានសភាពស្អាតបាតនិងបង្ហាញពីភាពថ្លៃថ្នូរនៅពេលនោះមិនាក៏បានដើរចូលទៅហើយក៏បានជម្រាបសួរចំណែកឯស្ត្រីនោះក៏និយាយឡើងថាអ្នកអូនតូចខ្ញុំឈ្មោះសុខាខ្ញុំធ្លាប់ជាមិត្តល្អរបស់ម្ដាយអូនកាលពីយើងនៅក្មេងៗហើយខ្ញុំទើបតែឮដំណឹងថាគាត់បានចាកចេញពីយើងទៅហើយខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំណែកឯមិនាក៏ឈរស្មឹងស្មាតហើយក៏មិនដឹងត្រូវនិយាយអ្វី
ចំណែកឯស្ត្រីនោះក៏បានបន្តទៀតថាខ្ញុំដឹងថាអូនកំពុងជួបការលំបាកហើយអូនមិនទាន់អាចទុកចិត្តខ្ញុំបានទេប៉ុន្តែខ្ញុំសូមស្នើឲ្យប្អូនមករស់នៅជាមួយខ្ញុំមកជាមួយនឹងគ្រួសាររបស់ខ្ញុំហើយខ្ញុំមានកូនស្រីម្នាក់គឺប្រហាក់ប្រហែលអាយុនឹងប្អូនដែរយើងមានផ្ទះធំល្មមនៅក្នុងក្រុងហើយខ្ញុំក៏សន្យាថានឹងមើលថែអូននិងផ្ដល់ការអប់រំឲ្យអូនដោយកូនខ្ញុំផ្ទាល់ដែរចំណែកឯមិនាក៏មានអារម្មណ៍ច្របូកច្របល់ជាខ្លាំងនាងមិនដែលឮម្ដាយនិយាយអំពីមិត្តដែលមានឈ្មោះសុខានេះទេតើនាងអាចទុកចិត្តស្ត្រីនេះបានទេនៅពេលនោះស្ត្រីម្នាក់នោះក៏បាននិយាយឡើងទៀតថាអ្នកអូនមិនចាំបាច់សម្រេចចិត្តភ្លាមនោះទេខ្ញុំនឹងត្រឡប់មកម្ដងទៀតហើយនៅថ្ងៃស្អែកដើម្បីឲ្យអូនមានពេលគិតហើយនេះគឺជាលុយបន្តិចបន្តួចសម្រាប់អូនទិញអាហារញ៉ាំហើយស្ត្រីម្នាក់នោះក៏បានហុចប្រាក់មួយកញ្ចប់តូចទៅឲ្យមិនាឯមិនានាងក៏សម្លឹងមើលលុយនោះដោយមានអារម្មណ៍មិនសុខស្រួលហើយស្ត្រីនោះក៏ទៅចាប់ម៉ូតូរបស់នាងហើយក៏បានបើកចេញទៅដោយទុកឲ្យមិនានៅម្នាក់ឯងជាមួយនឹងគំនិតដ៏ច្រើននៅក្នុងខួរក្បាលហើយយប់នោះមិនាក៏ដេកមិនលក់ឡើយនាងក៏គិតពីការស្នើសុំរបស់អ្នកស្រីសុខានោះទោះបីជាសុខាហាក់ដូចជាមានចិត្តល្អក៏ដោយក៏នាងនៅតែមិនទាន់ហ៊ានទុកចិត្តទាំងស្រុងនៅឡើយម្យ៉ាងទៀតការចាកចេញពីភូមិដើម្បីទៅរស់នៅក្នុងទីក្រុងគឺជារឿងគួរឲ្យភ័យខ្លាចលុះដល់ព្រឹកបន្ទាប់មិនាក៏បានទៅសាលារៀនហើយនាងក៏បាននិយាយជាមួយនឹងលោកគ្រូសុវណ្ណអំពីការស្នើសុំរបស់អ្នកស្រីសុខាលោកគ្រូសុវណ្ណគាត់ក៏បាននិយាយបន្ទាប់ពីស្ដាប់រឿងរបស់មិនាហើយលោកគ្រូសុវណ្ណក៏បានផ្ដើមនិយាយឡើងថាលោកគ្រូស្គាល់អ្នកស្រីសុខានេះជាយូរណាស់មកហើយនាងពិតជាមិត្តរបស់ម្ដាយអូនមែនហើយខ្ញុំក៏ដឹងថានាងជាមនុស្សមានចិត្តល្អផងដែរដោយនាងមានអាជីវកម្មល្អមួយនៅទីក្រុងហើយក៏មានគ្រួសាររបស់នាងមានកិត្តិយសទៀតផងហើយអូនអាចទុកចិត្តនាងបានពាក្យសម្ដីរបស់លោកគ្រូសុវណ្ណធ្វើឲ្យមិនាមានអារម្មណ៍ធូរស្រាលក្នុងចិត្តបន្ទាប់ចេញពីសាលារៀនមកមិនាក៏បានដើរត្រឡប់ទៅផ្ទះហើយក៏បានឃើញអ្នកស្រីសុខាដែលកំពុងរង់ចាំនាងម្ដងទៀតនាពេលនោះអ្នកស្រីសុខាក៏បានសួរទៅកាន់មិនាថាតើអូនបានគិតរួចហើយឬនៅឯមិនាក៏និយាយហើយក៏សម្លឹងមុខទៅកាន់អ្នកស្រីសុខាខ្ញុំសុខចិត្តទៅរស់នៅជាមួយនឹងអ្នកមីងក៏ប៉ុន្តែខ្ញុំនឹងត្រូវការពេលដើម្បីសម្របខ្លួនហើយខ្ញុំក៏ចង់បន្តការសិក្សាផងដែររីឯអ្នកស្រីសុខាក៏បានឆ្លើយតបថាពិតជាបានការណាស់អូនហើយអ្នកស្រីសុខាក៏និយាយដោយញញឹមហើយក៏បានបន្ថែមទៀតថាអូននឹងបានទៅរៀននៅសាលាល្អមួយដែលនៅជិតផ្ទះយើងហើយយើងនឹងជួយអូនឲ្យសម្របខ្លួនបានអូនអាចមកលេងភូមិនេះជាញឹកញាប់បើអូនចង់មកមួយសប្តាហ៍ក្រោយមកមិនាក៏បានរៀបចំអីវ៉ាន់តិចតួចរបស់នាងហើយក៏បានចាកចេញពីផ្ទះកំណើតដែលនាងធ្លាប់រស់នៅជាមួយនឹងគ្រួសារនាងមិនអាចជៀសផុតអំពីការយំសោកនៅពេលដែលនាងលាភូមិកំណើតនិងអ្នកជិតខាងរបស់នាងប៉ុន្តែនៅក្នុងចិត្តរបស់នាងដឹងថានេះគឺជាឱកាសថ្មីមួយសម្រាប់ជីវិតរបស់នាងនៅពេលដែលពួកគេមកដល់ផ្ទះរបស់អ្នកស្រីសុខានៅឯទីក្រុងមីនាក៏បានមានការភ្ញាក់ផ្អើល
ព្រោះឃើញផ្ទះនោះធំហើយមានជាន់ទី2និងមានសួនច្បារស្រស់ស្អាតនៅខាងមុខនៅទីនោះនាងបានជួបគ្រួសាររបស់អ្នកស្រីសុខាប្តីរបស់នាងមានឈ្មោះថាវិចិត្រគាត់គឺជាវិស្វករម្នាក់ហើយមានកូនស្រីម្នាក់ដែលមានឈ្មោះថារចនាដែលនាងមានអាយុ13ឆ្នាំរចនាក៏បានសួស្តីមិនាហើយក៏និយាយដោយរំភើបថាខ្ញុំសប្បាយចិត្តណាស់ដែលមានប្អូនស្រីមករស់នៅជាមួយយើងហើយខ្ញុំតែងតែចង់បានប្អូនស្រីម្នាក់ដែរនៅពេលដំបូងមីនាមានការពិបាកនៅក្នុងការសម្របខ្លួនទៅនឹងជីវិតថ្មីនេះហើយអ្វីៗទាំងអស់បានផ្លាស់ប្ដូរឆាប់រហ័សពេកទាំងសាលារៀនថ្មីមិត្តភ័ក្តិថ្មីហើយបរិយាកាសថ្មីក៏ប៉ុន្តែគ្រួសាររបស់អ្នកស្រីសុខាបានធ្វើឲ្យនាងមានអារម្មណ៍ថាកក់ក្ដៅនិងផ្ដល់ក្តីស្រឡាញ់ឲ្យដល់នាងដោយកូនបង្កើតរីឯរចនាក៏បានក្លាយជាមិត្តល្អរបស់នាងហើយបានជួយឲ្យនាងសម្របខ្លួនទៅនឹងសាលារៀនថ្មីអ្នកស្រីសុខានិងលោកវិចិត្រក៏បានផ្ដល់ការគាំទ្រផ្នែកសិក្សានិងជួយនាងនៅពេលដែលនាងមានការលំបាកនៅក្នុងការសិក្សាជាដើមអស់រយៈពេល6ខែក្រោយមកនៅពេលដែលមិនាកំពុងសិក្សានៅក្នុងបន្ទប់របស់នាងគ្រានោះអ្នកស្រីសុខាក៏បានគួរទ្វារហើយដើរចូលមកហើយមិនានាងក៏បាននិយាយដោយសម្ដីទន់ភ្លន់សួរទៅកាន់អ្នកស្រីសុខាថាតើអ្នកមីងមានការអ្វីជាមួយខ្ញុំឬពេលនោះអ្នកស្រីសុខានិងមិនាក៏បានអង្គុយលើគ្រែជាមួយនឹងគ្នាហើយក៏បានចាប់ផ្ដើមនិយាយឡើងថាកន្លងមកនេះអូនបានក្លាយជាផ្នែកមួយនៃគ្រួសាររបស់យើងពួកយើងស្រឡាញ់អូនណាស់ហើយចង់ឲ្យអូនដឹងថាយើងចង់សុំអូនធ្វើជាកូនចិញ្ចឹមរបស់ពួកយើងជាផ្លូវការដោយនេះគឺមានន័យថាអូននឹងមានឈ្មោះជាផ្លូវការហើយយើងនឹងក្លាយទៅជាឪពុកម្ដាយរបស់អូនតាមច្បាប់ប៉ុន្តែនេះគឺជាការសម្រេចចិត្តដ៏សំខាន់មួយហើយយើងចង់ឲ្យអូនគិតឲ្យបានល្អនិងច្បាស់លាស់នាពេលនោះកែវភ្នែករបស់មិនាពោពេញទៅដោយទឹកភ្នែកនាងរំភើបចិត្តណាស់ទោះបីជានាងនៅតែនឹកឪពុកម្ដាយបង្កើតរបស់នាងយ៉ាងខ្លាំងយ៉ាងណាក៏ដោយក៏នាងដឹងថាពួកគាត់នឹងសប្បាយចិត្តដែលនាងបានឃើញសុភមង្គលម្ដងទៀតចំណែកឯមិនានាងក៏និយាយដោយសំឡេងញ័រហើយក៏បានឆ្លើយថាខ្ញុំចង់ធ្វើជាផ្នែកមួយនៃគ្រួសាររបស់អ្នកមីងឯអ្នកស្រីសុខាក៏បានអោបមិនាយ៉ាងស្និទ្ធស្នាលហើយពួកគេក៏យំទាំងអស់គ្នាប៉ុន្តែវាជាការយំដោយភាពរីករាយមិនមែនដោយសារទុក្ខព្រួយនោះទេថ្ងៃបន្ទាប់មកនៅចំពោះមុខចៅក្រមមិនាក៏បានក្លាយជាសមាជិកផ្លូវការនៃគ្រួសារថ្មីរបស់អ្នកស្រីសុខានាងបានយកនាមត្រកូលសុវណ្ណដែលជានាមត្រកូលរបស់គ្រួសារសុខាក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកមីនាក៏បានខិតខំប្រឹងប្រែងក្នុងការសិក្សាហើយនាងទទួលបានពិន្ទុល្អប្រសើរនិងបានចូលរៀននៅសាកលវិទ្យាល័យល្បីល្បាញមួយដើម្បីសិក្សាផ្នែកវេជ្ជសាស្ត្រព្រលឹងនៃឪពុកម្ដាយបង្កើតរបស់នាងប្រកាសជាមានមោទនភាពខ្លាំងណាស់ពីក្មេងស្រីកំព្រាដ៏កំសត់នាងបានក្លាយជាស្ត្រីដ៏ខ្លាំងពូកែម្នាក់ដែលមានឆន្ទៈក្នុងការជួយអ្នកដទៃដោយសារតែបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងនៅពេលដែលនាងបានក្លាយជាវេជ្ជបណ្ឌិតនាងបានបើក clinic មួយនៅក្នុងភូមិកំណើតរបស់នាងដើម្បីជួយប្រជាជនក្រីក្រដែលមិនអាចទទួលបានសេវាសុខាភិបាលល្អនាងក៏បានបង្កើតមូលនិធិមួយដើម្បីជួយកុមារកំព្រាផងដែរជីវិតរបស់មិនាបានបង្ហាញថាទោះបីជាមានឧបសគ្គប៉ុណ្ណាក៏ដោយក៏ក្តីសង្ឃឹមនិងក្តីស្រឡាញ់នៅតែអាចរកឃើញនាងបានផ្លាស់ប្ដូរកម្មវាសនារបស់នាង
ពីក្មេងស្រីកំព្រាជីវិតសានកំសត់ឲ្យទៅជាមនុស្សម្នាក់ដែលបានធ្វើឲ្យពិភពលោកក្លាយជាកន្លែងដ៏ល្អប្រសើរ។